មេឃភ្លៀងនៅកំពង់ភ្លុកជាវីដេអូបញ្ចប់ដែលខ្ញុំនឹងចែកជូនបងប្អូនទាំងអស់គ្នាទស្សនាមើលទៅពេលខ្លះក៏សប្បាយប៉ុន្តែពេលខ្លះក៏ខូចខ្លាចដែលបងប្អូនគាត់តែមើលសក់បងចដូនមួយរបស់ខ្ញុំគឺប៉ាំងឡើងខ្លាំងហើយគឺខ្យល់មកមើលទមេទៅក៏ដឹងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងល្បឿនទូកដែលពួកខ្ញុំត្រូវត្រឡប់មកវិញខ្ញុំត្រូវត្រឡប់មកឲ្យលឿនព្រោះដោយសារតែមកដល់ត្រៃខាងនេះវិញគឺត្រូវឆ្ងាយដែរជាជិតកន្លះម៉ោងដែរបងប្អូនទាំងអស់គ្នាធ្វើម៉េចពួកខ្ញុំត្រូវត្រឡប់មកវិញឲ្យបានលឿនព្រោះបើមកអត់ទាន់ទេបើមានខ្យល់ឬក៏ព្យុះខ្លាំងគឺអាចប៉ះពាល់សុវត្ថិភាពភ្ញៀវទេសចរដែលពួកគាត់ដំណើរកម្សាន្តនៅលើទូកឬក៏នៅក្នុងកណូតនឹងអញ្ចឹងបានជាអ្នកបើកកណូតប្រាប់ពីការថែរក្សាសុវត្ថិភាពនិងការបើកបរមកឲ្យបានលឿនឲ្យបានទាន់ពេលវេលានេះមេឃក៏ចាប់ផ្ដើមភ្លៀងតិចតិចទេបងប្អូនតែចាំមើលតិចទៀតខ្យល់ក៏ខ្លាំងភ្លៀងក៏ខ្លាំងនិយាយទៅគឺខ្យល់កន្ត្រាក់ចាំវូតបងប្អូនបើនិយាយពីកណូតនីមួយវិញគឺចង់វាយឲ្យហើយគឺខ្យល់ខ្លាំងពេកប៉ុន្តែដោយសារតែអ្នកបើកកណូតគាត់ដឹងវិធីនៃការបើកបរអញ្ចឹងអាចរក្សាសុវត្ថិភាពភ្ញៀវទេសចរបាននៅក្នុងវីដេអូនេះផងដែរគឺជាការត្រឡប់មកវិញអញ្ចឹងខ្ញុំប្រហែលជាអត់សូវមានអីរៀបរាប់ច្រើនទេប៉ុន្តែបងប្អូនទាំងអស់គ្នាអាចទស្សនាអំពីទស្សនវិជ្ជានៃការបើកកណូតត្រឡប់មកវិញនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅពេលមេឃភ្លៀងតាមផ្ទះរបស់គាត់មិនដែរអញ្ចឹងណាសម្រាប់បងប្អូនដែលគាត់អត់ធ្លាប់ទៅទស្សនាសោះនៅការរស់នៅលើទឹករបស់បងប្អូនប្រជាពលរដ្ឋនិយាយទៅរូបភាពមួយនេះគឺខ្ញុំចង់ចាំមកភ្លេចទេខ្ញុំនៅគិតថាសប្បាយផងអផងភ័យផងគឺខ្ញុំនៅតែដិតដាមថាជីវិតយើងម្នាក់មិនថាការរស់នៅលើទឹកឬក៏ការរស់នៅលើគោកឬនៅកន្លែងណាទេហើយការធ្វើដំណើរកម្សាន្តមិនថាលើទឹកលើគោកអីក៏ដោយលើអាកាសអីថាគឺមានឧបសគ្គផ្សេងគ្នាទាំងអស់ហើយភាពសុបាយក៏មានផ្សេងគ្នាដែរខ្ញុំថាដូចជាជីវិតយើងអញ្ចឹងគឺមានផ្សេងគ្នាផ្អែមល្វីងជូរចត់គឺនៅក្នុងនោះទាំងអស់អ្វីដែលខ្ញុំសង្កេតឃើញមួយគឺថាទោះបីជាខ្ញុំជួបគ្នាក៏ពួកគាត់ទាញយកបរិយាកាសនៃដំណើរកម្សាន្តរបស់គាត់ឲ្យសុបាយដែរគាត់សុបាយបែបនៅក្នុងទម្រង់មេឃភ្លៀងបងប្អូននៅទស្សនាវីដេអូគាត់ដល់ចប់បានគឺខ្ញុំមិនអាចរៀបរាប់អស់ទេប៉ុន្តែបងប្អូនទស្សនាទៅគឺនឹងដឹងខ្លួនឯងហើយតែអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនណាលើកក្រោយបើបងប្អូនបានទៅខេត្តសៀមរាបចំពេលរដូវធ្លាក់ភ្លៀងឬក៏រដូវទឹកឡើងខ្ញុំសូមសំណូមពរបងប្អូនមកកុំភ្លេចទៅតាមដានទស្សនានៅកំពង់ភ្លុកនឹងទី1ទេសភាពគាត់គឺខុសពីក្នុងក្រោមអ្វីដែលសំខាន់ណាស់ក៏ធ្វើឲ្យតាក់ទាញភ្ញៀវទេសចរទៅបានច្រើនដែរមិនថាខ្មែរមិនថាជាតិនិងអន្តរជាតិទេដោយសារតែនៅកំពង់ភ្លុកខ្ញុំគិតថាអត់សូវមានអ្នកស្គាល់ច្រើនទេបងប្អូនទាំងអស់គ្នាបើបងប្អូនចង់ដឹងថាសប្បាយមិនសប្បាយបងប្អូនសាកទៅសិនកំពង់ភ្លុកនៅខេត្តសៀមរាបអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេបងប្អូនអាចទស្សនាវីដេអូនេះរហូតដល់ចប់ដែរ500 គីឡូ